ស្ដីបងប្អូនទាំងអស់គ្នាខានលុញឲ្យបងប្អូនមើលយូរហើយនេះតាមពិតលុញតែរហូតហ្នឹងតែខ្ញុំខ្ជិលធ្វើវីដេអូថ្ងៃនេះខ្ញុំរៀងអាសាទៅក៏ខ្ញុំចេញឲ្យបងប្អូនមើលទីទៅឥឡូវនេះសាច់គោខ្ញុំយកអាសាច់កិនហើយប៉ុន្តែយកអាជាតិខ្លាញ់ 5% ខ្ញុំដាក់កិនប្រហែលជា1នាទីមុននឹងខ្ញុំដាក់គ្រឿងផ្សំឥឡូវនេះខ្ញុំមកលាយគ្រឿងផ្សំវីដេអូនេះចេញច្រើនដងហើយបងប្អូនអើយឥឡូវបងប្អូនមើលទៅគ្រឿងផ្សំហ្នឹងលាយចូលគ្នាឲ្យសព្វចឹងហើយបានយកទៅដាក់ចូលក្នុងអាសាច់កិនមិញណាហើយយើងកិនប្រហែល 2-3 នាទីទៀតទៅកិនធ្វើម៉េចឲ្យសាច់ប្រហិតនេះឲ្យសាច់គោនឹងវាឡើងស្អិតចឹងបើវាអត់ស្អិតទេយើងធ្វើប្រហិតអត់ស្វិតល្អទេឥឡូវនេះចាប់ដើមលុញខ្ញុំលក់ប្រហិតមែនបងប្អូនតែខ្ញុំអត់លាក់រូបមន្តទេបើបងប្អូនចង់កម្មងខ្ញុំក៏កម្មងទៅបងប្អូនចង់ធ្វើខ្លួនឯងក៏ធ្វើទៅរូបមន្តចេញហើយខ្ញុំអត់មានលាក់រូបមន្តទេបងប្អូនអើយហើយខ្ញុំក៏មិនរកស៊ីអាជីពតែអានេះគាត់ថាបងប្អូនខ្មែរយើងគាត់ហូបឆ្ងាញ់ទៅអ្នកខ្លះគាត់អត់មានពេលធ្វើគាត់ទិញទៅអ្នកខ្លះក៏គាត់ធ្វើខ្លួនឯងទៅធ្វើឲ្យស្វិតណាបងប្អូនខ្ញុំធ្វើមិនស្វិតមិនមានអ្នកទិញខ្ញុំតើប្រហិតយើងឆ្ងាញ់ប្រហិតយើងស្វិតមិនមានអ្នកទិញយើងមិនចឹងហើយដូចខ្ញុំនិយាយចឹងខ្ញុំអត់មានលាក់រូបមន្តទេរូបមន្តដែលខ្ញុំចេញមកគឺខ្ញុំធ្វើលក់នឹងនេះមានផាត់ត្រីមានផាត់សាច់គោហើយទឹកស៊ុបនេះអត់ចោលទេទុកធ្វើទឹកស៊ុបជម្រាបលា